ឡានចិនថ្នាំបាញ់រៀងអន់បាទថ្នាំបាញ់រៀងប្រឡាក់អានេះខ្ញុំសំដៅតែនៅលើឡានណាដែលអនត្រេនឡានដែលល្បីណាបងប្អូនអរគ្នាបាទមិនច្រើនទេប៉ុន្តែខ្ញុំជួបផ្ទាល់ខ្ញុំជួបមួយបាទ20 30គ្រឿងអីចឹងទៅជួប1ជួប2អីចឹងណាបងប្អូនបាទថ្នាំបាញ់រៀងអន់ហ្នឹងគឺមានន័យថាដោយសារតែកំណើននៃការអត់ដល់ច្រើនពេកអ្នកកំងទិញច្រើនពេក dealer កំងទិញច្រើនពេកអញ្ចឹងទើបធ្វើឲ្យរោងចក្រហ្នឹងគឺពន្លឿនការផលិតដើម្បីផ្គត់ផ្គង់តម្រូវការរបស់ dealer បាទអញ្ចឹងទើបធ្វើឲ្យផលិតផលសម្រាប់ចុងក្រោយរបស់គាត់ហ្នឹងគាត់អត់សូវបានផលិតដិតដល់អញ្ចឹងទើបធ្វើឲ្យឡានខ្លះចេញមកមានថ្នាំប្រឡាក់ពណ៌លឿងដែលជាប់នៅលើទ្វារជាប់នៅលើគម្របម៉ាស៊ីនបាទមានឡានខ្លះទៀតរបៀបថាយើងមើលទៅរបៀបថាបាញ់ថ្នាំអត់តន់ស្ងួតហើយគាត់ចាប់គ្រឿងចូលណាបាទហើយឡានទាំងអស់នឹងភាគច្រើនគឺនៅចិនតម្លៃចន្លោះប្រហែលជា 10000 ជាងទៅ 20000 តិចតួចបាទអញ្ចឹងមកលក់នៅខ្មែរយើងបុកទាំងពន្ធបុកទាំងអីទាំងអស់យើងថាប្រហែលជាតម្លៃ 30000 ជាងចុះនេះខ្ញុំអត់សំដៅទៅលើឡានណាទេប៉ុន្តែខ្ញុំគ្រាន់តែនិយាយឲ្យបងប្អូននៅពេលដែលបងប្អូនទៅទិញបងប្អូនពិនិត្យបន្តិចបាទទៅលើបញ្ហាទឹកថ្នាំមានឡានខ្លះដែលខ្ញុំធ្លាប់ជួបផ្ទាល់ទ្វារគាត់ចាប់អត់ស្មើគ្នាទេបាទមួយខាងខ្ពស់មួយខាងទាបបើសិនជាឡានហ្នឹងពណ៌ធូថូនទេធូថូននេះគឺបាញ់អត់ស្មើទេមួយខាងខ្ពស់មួយខាងទាបបាទជួនកាលពណ៌មួយខាងស្រស់មួយខាងទៀតរៀងអាប់បាទខ្ញុំបញ្ជាក់មិនទាំងអស់ទេប៉ុន្តែវាមានបាទ20 30គ្រឿងអីជួប1ជួប2អីចឹងទៅពិសេសទៅលើឡានដែលគេកំងទិញច្រើនចំណុចទី2ឡានចិនហ្នឹងគឺចាញ់ច្រើនពេកបាទចាញ់ច្រើនពេកហើយចាញ់លឿនពេកបាទដូចបងប្អូនឃើញបាទរូបរាងឡានខ្លះគឺមិនសមចេញក្នុងឆ្នាំ2025 2026នឹងទេបាទវាសមចេញនោះឆ្នាំ2035ឆ្នាំ2040អីនោះបាទប៉ុន្តែចេញឆ្នាំ2025ដែលគេតែងតែនិយាយថាឡានមកពីអនាគតណាដោយសាររូបរាងរបស់វាគឺមើលទៅដូចមកពីអនាគតមែនបងប្អូនអរគ្នាបាទអញ្ចឹងឡានចិនគឺចេញលឿនបាទដោយសារតែសម្រាប់ឧស្សាហកម្មយានយន្តនៅប្រទេសចិនគឺប្រកួតប្រជែងគ្នាខ្លាំងមែនតែនបាទមិនមែនដើរមិនមែនរត់ទេគឺហោះប៉ណ្ណឹងគ្នាតែម្ដងបាទអញ្ចឹងឡានខ្លះឆ្នាំ2025ប៉ុណ្ណឹងចូលដល់ឆ្នាំ2026វាទៅជាដូររៀងវាទៅជាអាប់ដេតកញ្ចប់អាគុយធំជាងមុនថែមម៉ូទ័រមួយទៀតអីចឹងទៅឬក៏ថែមអុបសិនណាពិសេសកាន់តែពិសេសខ្លាំងជាងនឹងទៀតដែលធ្វើឲ្យឆ្នាំ2025មើលទៅហួសសម័យបាទហើយតាក់ទងជាមួយនឹងរូបរាងគឺមិនមែន refresh ធម្មតាទេឡានខ្លះចេញមកមួយឆ្នាំ2025 2026ឡើងចេញក៏មានឡានខ្លះចេញបាន2ឆ្នាំឈប់ចេញក៏មានអាប់ដេតទៅសេរីផ្សេងដោយសារអីដោយសាររោងចក្រមួយនៅប្រទេសចិនក្រុមហ៊ុនធំនេះគឺប្រកួតប្រជែងគ្នាខ្លាំងមែនតើបាទអញ្ចឹងទើបធ្វើឲ្យអ្នកដែលប្រើហើយពេលខ្លះឡានរបស់គាត់ពិបាកលក់ពេលខ្លះលក់អត់ចេញពេលខ្លះលក់ខាតច្រើនអញ្ចឹងសម្រាប់គុណវិបត្តិឡានចិនហ្នឹងខ្ញុំជូនបងពីចំណុចហ្នឹងហើយខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតខ្ញុំនិយាយនេះខ្ញុំមិនមែនមានន័យថាខ្ញុំស្អប់ចិនខ្ញុំប្រអាប់ឡានចិនខ្ញុំអត់ចូលចិត្តរបស់ចិនមិនមែនអញ្ចឹងទេព្រោះអីខ្ញុំជាក់ស្ដែងខ្ញុំគឺជាអ្នកលក់ឡានចិនខ្ញុំអ្នកនាំចូលផ្ទាល់បាទខ្ញុំអ្នកនាំចូលផ្ទាល់ហើយខ្ញុំនាំចូលច្រើនទៀតបងប្អូនអរគ្នាឃើញស្រាប់ហើយបាទ2024 2025មកដល់2026នេះគឺខ្ញុំនៅតែនាំចូលឡានចិនច្រើនបាទប៉ុន្តែខ្ញុំហ៊ាននិយាយពីគុណវិបត្តិមានកន្លែងណាដែលខ្ញុំអត់សប្បាយចិត្តមានកន្លែងណាដែលខ្ញុំអាចចែកម្លែកដល់បងប្អូនឲ្យដឹងបានខ្ញុំនឹងនិយាយដោយគ្មានការលាក់បាំងទេព្រោះអីរឿងខ្លះខ្ញុំក៏អត់សប្បាយចិត្តជាមួយនឹងរោងចក្រចិនដូចគ្នាបាទតាក់ទងជាមួយនឹងឡានដែលលក់ឲ្យខ្ញុំមានភាពប្រឡាក់មានភាពអីចឹងទៅប៉ុន្តែអាហ្នឹងសម្រាប់ខ្ញុំចង់ប្រាប់បងប្អូនថារឿងទាំងអស់ហ្នឹងវាមិនមែនជារឿងធំដុំអីទេបាទវាតែងតែមានហើយបាទផលិតផលណាដូចផលិតផលណាទេបាទខ្ញុំចង់សរុបសេចក្តីចុងក្រោយជូនបងប្អូនប៉ុណ្ណឹងបាទហើយអ្វីដែលខ្ញុំបាននិយាយបើសិនជាលើសលោកខ្វះខាតសូមបងប្អូនអធិស្ឋានបាទហើយបើសិនជាបងប្អូនមានចម្ងល់អីផ្សេងបាទតាក់ទងជាមួយនឹងឡានចិនតាក់ទងជាមួយនឹងអីនៅចិនបាទបងប្អូនអាចសួរខ្ញុំបានដោយសារតែខ្ញុំទៅចិនសឹងរាល់ខែបាទអញ្ចឹងរឿងខ្លះដែលខ្ញុំអាចចែកម្លែកទៅដល់បងប្អូនបានខ្ញុំនឹងឆ្លើយតបបងប្អូនដោយគ្មានការលាក់បាំងបាទ